ជំរាបសួរពុកម៉ែបងប្អូននិងបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាតថ្ងៃនេះយើងចូលមកសិក្សាសៀវភៅភាសាខ្មែរថ្នាក់ទី1ចាបងប្អូនទាំងអស់គ្នាសម្រាប់មេរៀនរបស់យើងតពីមេរៀនយើងមុនយើងដល់រៀនសារឡើងវិញចាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់មេរៀនសារឡើងវិញយើងនឹងរៀនអំពីព្យញ្ជនៈកព្យញ្ជនៈខព្យញ្ជនៈចព្យញ្ជនៈឆព្យញ្ជនៈដព្យញ្ជនៈថព្យញ្ជនៈណព្យញ្ជនៈតព្យញ្ជនៈថព្យញ្ជនៈបព្យញ្ជនៈផព្យញ្ជនៈសព្យញ្ជនៈហព្យញ្ជនៈឡនិងព្យញ្ជនៈអចាបងប្អូនទាំងអស់គ្នាយើងរៀនសារឡើងវិញពួកអហើយយើងនឹងទៅរៀនមេរៀនព្យញ្ជនៈពួកអូម្ដងចាបងប្អូនអញ្ចឹងនៅក្នុងមេរៀនព្យញ្ជនៈពួកអូយើងដល់មេរៀនទី16យើងនឹងរៀនអំពីព្យញ្ជនៈកចាបងប្អូនអញ្ចឹងយើងក៏លេខមកមើលមេរៀនសារឡើងវិញរបស់យើងចាបងប្អូនទាំងអស់គ្នាធ្វើការអានតាមបងស្រីណាចាអញ្ចឹងយើងចូលអានព្យាង្គរបស់យើងយកតែម្ដងទៅបងប្អូនទាំងអស់គ្នាចាអញ្ចឹងព្យញ្ជនៈតដាក់ស្រៈអាបងអានថាម៉េចបងប្អូនទាំងអស់គ្នាចាតដាក់ស្រៈអាបងអានថាតាណដាក់ស្រៈអាបងអានថាណាកដាក់ស្រៈអីបងអានថាកៃឆដាក់ស្រៈអីបងអានថាឆៃតដាក់ស្រៈអបងអានថាតុកថដាក់ស្រៈអូបងអានថាថោបដាក់ស្រៈអ៊ូបងអានថាប៊ូតដាក់ស្រៈអើបងអានថាតើបដាក់ស្រៈអើបងអានថាបើតដាក់ស្រៈអឿបងអានថាទឿខដាក់ស្រៈអែបងអានថាខែផដាក់ស្រៈអែបងអានថាផែដដាក់ស្រៈអៃបងអានថាដៃខដាក់ស្រៈអោបងអានថាខោសដាក់ស្រៈអោបងអានថាសោហដាក់ស្រៈអៅបងអានថាហៅបដាក់ស្រៈអៅបងអានថាបើខដាក់ស្រៈអំបងអានថាខំដដាក់ស្រៈអំបងអានថាដំដដាក់ស្រៈអាំបងអានថាដាំខដាក់ស្រៈអាំបងអានថាខំបដាក់ស្រៈអះបងអានថាបាសសដាក់ស្រៈអះបងអានថាសាសចដាក់ស្រៈអុសបងអានថាចុះឆដាក់ស្រៈអេសបងអានថាឆេះសដាក់ស្រៈអេសបងអានថាសេះដដាក់ស្រៈអោះបងអានថាដោះបដាក់ស្រៈអោះបងអានថាបោះហដាក់ស្រៈអោះបងអានថាហោះបដាក់ស្រៈអែបែនឹងរបងអានថាបែដដាក់ស្រៈអេនឹងរបងអានថាដេសដាក់ស្រៈអូនឹងរបងអានថាសូសដាក់ស្រៈអូនឹងរបងអានថាសួរហដាក់ស្រៈអូនឹងរបងអានថាហូអដាក់ស្រៈអូនឹងរបងអានថាអូដដាក់ស្រៈអានឹងរបងអានថាដើរហដាក់ស្រៈអើនឹងរបងអានថាហើ
យើងអានយកតែម្ដងមកបងប្អូនទាំងអស់គ្នាអំបោះដំបៅហូហែសសេសំនួរលេះលោះចំហអាហាកៅអីចាបងប្អូនទាំងអស់គ្នាយើងបានអានពាក្យរបស់យើងរួចហើយអញ្ចឹងយើងនឹងចូលទៅមើលល្បះរបស់យើងមើលបងប្អូនទាំងអស់គ្នាមានអីគេខ្លះចាបងប្អូនទាំងអស់គ្នាអញ្ចឹងល្បះរបស់យើងមាន3ល្បះចាអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការអានជាមួយបងស្រីណាចាល្បះទី1ថៅកែអាំឡូឡាចាបន្តមកទៀតខោតណៃឆេះចាបន្តមកទៀតបោះចុងក្រោយសំដើចុះផែចាបងប្អូនទាំងអស់គ្នាតោះយើងមកមើលលំហាត់យើងខាងក្រោមមើលលំហាត់យើងគេឲ្យចូលសរសេរពាក្យឲ្យត្រូវនឹងរូបភាពខាងក្រោមចាអញ្ចឹងបងនឹងពេញតាមចន្លោះនឹងឲ្យបងប្អូនមើលអញ្ចឹងរូបភាពទី1យើងពេញដាក់ថាតុកភាពបន្ទាប់យើងបំពេញថាខោចារូបភាពបន្តទៀតបំពេញថាសេះចាចំណែកឯរូបភាពចុងក្រោយគេហោះចាអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់រៀនសារឡើងវិញរបស់យើងបងបញ្ចប់តែប៉ុណ្្នឹងយើងនឹងបន្តមកមេរៀនពួកអូយើងម្ដងមេរៀនទី16ចាយើងរៀនដល់ព្យញ្ជនគោចាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ព្យញ្ជនពួកអូរបស់យើងនៅពេលយើងប្រកបជាមួយស្រៈនិស្ស័យវាមានការផ្លាស់ប្ដូរសំឡេងណាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមើលបងឧទាហរណ៍ឲ្យព្យញ្ជនគោដាក់ស្រៈអាប៉ុន្តែអូនមិនអានថាកាយណាបងប្អូនទាំងអស់គ្នាគឺយើងអានថាគៀកូអ៊ីគីកូអ៊ីគីកូអ៊ឺកឺកូអ៊ឺគឺកូអ៊ុគូកូអ៊ូគូកូអ៊ូគូគូអឺកើគូអ៊ឺគឺគូអ៊ីគីគូអេកេគូអេកែគូអីកៃគូអូកូគូអើកើគូអ៊ុំគុំគូអ៊ុំគុំគូអ៊ំគំគូអ៊ែគៀគូអ៊ូគូគូអេកេគូអ៊ូគូចាបងប្អូនអញ្ចឹងយើងក្លែកមកមើលព្យាង្គយើងនៅខាងក្រោមទៀតបងប្អូនទាំងអស់គ្នាចាអញ្ចឹងបងប្អូនអានតាមបងស្រីមកគូអេកេគូអេកែគូអូកូគូអ៊ុំគុំគូអ៊ូគូកូនឹងរកូកូអ៊ូគូនឹងរគូកូអ៊ូគូនឹងរគូកូបាសាគោសាគូអគីកូគីចាបងប្អូនមកអានល្បះខាងក្រោមមកចៅគៀគូកោចាល្បះយើងមួយទៀតតាគីបេះគោចាបងប្អូនអញ្ចឹងយើងមើលមករូបភាពរបស់យើងមានពីររូបភាពចារូបភាពទី1គោបាចារូបភាពបន្តទៀតអគីចាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់មេរៀនទី16របស់យើងព្យញ្ជនគោយើងបានបញ្ចប់តែប៉ុណ្្នឹងណាបងប្អូនទាំងអស់គ្នាជួបគ្នានៅមេរៀនបន្ទាប់ទៀតណាបងប្អូន